ôi luôn tôi tụi muối chơi Rossi bóng phô này mà mau tăng vì like rồi mà đo đồ gửi ý nè mình lên soi tê đi để xa nhôm của châu luôn sau slide đá ôn slide nơiอายุmình tênอายุประมาณឆ្នាំba đọc 4 ឆ្នាំចេះរកលុយជួយម្ដាយបាទនឹងក្រុមគ្រួសារទៅហើយតែស្ដាយអ្វីដែលយើងស្ដាយនេះគឺការសិក្សារបស់គាត់បាទអូនចង់រៀនអត់ទេមូលហេតុអីបានមកធ្វើការឲ្យអត់បានរៀនមូលហេតុអីបើមិននិយាយវាមិនដឹងសុខទុក្ខរបស់ប្អូនតើជួបការលំបាកប៉ុណ្ណាអាយុគឺតែ14ឆ្នាំទេបាទនារទេសមកស្រុកកំណើតមករស់នៅឯប្រទេសគេបាទចង់និយាយថាចេញពីស្រុកកំណើតខ្លួនឯងមកនៅប្រទេសកម្ពុជាបាទមិនមែនជាស្រុកកំណើតរបស់ខ្លួនបាទមករកថវិកាដើម្បីចិញ្ចឹមគ្រួសារនេះជារឿងមួយដែលក្មេងដទៃមិនអាចធ្វើបានណាបងប្អូនតូចហើយស្រីទៀតណាបងអូនសង្ឃឹមថាទៅវិញបានចូលរៀនទេអត់សង្ឃឹមមូលហេតុអីបានអត់បានចូលរៀនមកអត់ឲ្យចូលរៀនទេដោយសារកត្តាគ្រួសារហ្នឹងជួបការលំបាកច្រើនពេកអញ្ចឹងណាកូនជាជនជាតិឡាវជនជាតិឡាវចាហើយមករស់នៅទីនេះប្រហែលឆ្នាំហើយជនជាតិឡាវអត់ដែលមកនៅផងនៅពីថ្ងៃទៅមកពីថ្ងៃហ៎ចាទៅមកពីឡាវក៏យ៉ាងម៉េចមកពីឡាវហើយអូននៅទីនេះនៅពូតាំងនេះអូនចង់ធ្វើអីដែរកំពុងធ្វើអីមកតាមពូស្វាយចន្ទីអូមកនឹងមករកស្វាយចន្ទីទេណោះចាហើយមកប្រហែលនេះឪមកនេះបងអូហើយនោះមានបាយមានអីចឹងហ៎ចាបងប្អូនហេនោះខ្ចីអានោះគាត់ស្ពាយតិចបានអត់ទៅដើរទៅផ្លែមើលអូហើយមកប្រហែលនេះទៅមកតាមឯងតែមិននៅជាមួយពូម្នាក់ឯងទេឪពុកម្ដាយនៅឡាវនៅឡើយទេចាចេះភាសាឡាវអីខ្លះចេះបានចេះនិយាយអត់ទេចេះទាំងអស់មើលនិយាយអត់ខ្ញុំឈ្មោះអីឈ្មោះយ៉ាងម៉េចនិយាយភាសាឡាវវិញចេះនិយាយទេចេះតែខ្ញុំឥឡូវខ្ញុំនិយាយភាសាទឹកហ៎និយាយតាមទឹកនិយាយទឹកថាឥឡូវខ្ញុំបានមកលេងនៅពូតាំងមានទឹកជ្រោះមានធម្មជាតិអីអូនអាចនិយាយបានទេនិយាយឲ្យវែងណាអូខេតោះហើយនិយាយទៅនិយាយទៅមិនភ័យអីភាសាទឹកទឹកគេថាមិនទឹកណាំចាទឹកនៅទីនេះហូរខ្លាំងពាក្យហូរហ្នឹងមិនឡើយដែរនិយាយមកបាទនិយាយមកទឹកនៅពូឆប់ហូរខ្លាំងនិយាយចេញពីពួកពាក្យពូទាំងអស់មើលណាំហូរអញ្ចឹងចង់ឲ្យក្មួយស្រីនិយាយបែបខ្ញុំឈ្មោះនេះអញ្ចឹងទៅមានគ្រួសារមានឪពុកម្ដាយនិងប្អូនចំនួនប្រហែលអ្នកហើយជើជាជនជាតិឡាវបានមកដល់ខណ្ឌមណ្ឌលគិរីអញ្ចឹងទៅចេះនិយាយទេអញ្ចឹងប្អូនមានឪពុកម្ដាយនៅក្នុងប្រទេសឡាវអញ្ចឹងណោះហើយមកហ្នឹងមកតាមរយៈពូអញ្ចឹងទៅមកប្រហែលថ្ងៃហើយមកខែបាន2ថ្ងៃអញ្ចឹងនៅទីនេះអូនមករើសស្វាយចន្ទទីទៅហ៎ចាអូបងប្អូនទៅយើងនៅហ្នឹងយើងឃើញហើយបាទពីទស្សនភាពបាទដ៏ស្រស់ស្អាតរបស់កម្ពុជាយើងហើយឥឡូវនេះជួបបងអូនស្រីទោះយើងជាជនជាតិឬក៏សញ្ជាតិផ្សេងគ្នាក៏ដោយប៉ុន្តែសំខាន់ក្តីស្រឡាញ់និងការរាប់អានបាទយើងមិនរើសអើងពូជសាសន៍ឬក៏ពណ៌សម្បុរនោះទេបាទជួបកន្លែងណាក៏យើងមានការគោរពនិងស្រឡាញ់ដែរណាក្មួយស្រីចេះខ្មែរតាំងពីកើតមកឬមិនប៉ាខ្មែរមកអូអញ្ចឹងប៉ាបានម្ដាយជាជនជាតិឡាវហើយកូនចេះភាសានៅចេះភាសាឡាវភាសាខ្មែរក៏ចេះដែរហើយចេះបានរៀនអត់ទេរៀនតែខ្ញុំគប់រៀនមកអត់មានលុយរៀនតអូអត់មានលុយរៀនតណោះអូហើយយ៉ាងមិនដែរគ្រួសារមានកូនបងប្អូនប្រហែលនាក់មានបងប្អូន7នាក់ណោះអូ7នាក់ណោះបាទគាត់រស់នៅក្នុងប្រទេសឡាវបងស្រីឲ្យក្មួយស្រីទើបតែមកនៅកម្ពុជាទេហើយមកតាមរយៈលោកពូដែលនៅក្នុងខណ្ឌមណ្ឌលគិរីមកធ្វើការងារផ្នែកកសិកម្មអញ្ចឹងណាមកបេះផ្លែចន្ទីហើយក្នុងមួយថ្ងៃបានប្រហែលទៅបានអត់បានទេបាន10គីឡូ4គីឡូមកទីវាអត់ស្គាល់មានខ្លា
rồi chăn ti nó cứ chăn ti rồi bóc luôn ấy cái có xì chua kì chắc là bọc phù bóc pu ơi thằng ca mà ngay mà nữa bọc anh đặt nổi ôi lụa con ai nhở chả bên lụa con anh tê chả hay bên mà ngay bàn lụa mà đón nó ba nhà nhất nhất tầm lụa bên ngày nó là nghề chờ lụa chả hay ban hai mà rồi nó hay cảm ơn tuy bị mơ nhớ tới hay vô lối tên này chúc ơi mặt chúc anh mẹ hả chả ôi luôn tôi tụi muối trên Rossi bằng phone này mà mau tăng bị like rồi hồi mà đo đồ cái rỉ nó mình lên soi tê đi được xa nhôm của châu luôn sau slide đá ôn slide nơiอายุmình tênอายุประมาณឆ្នាំ một bọc bún បាទ14ឆ្នាំចេះរកលុយជួយម្ដាយបាទនឹងក្រុមគ្រួសារទៅហើយតែស្ដាយអ្វីដែលយើងស្ដាយនេះគឺការសិក្សារបស់គាត់បាទអូនចង់រៀនអត់ទេ phong មូលហេតុអីបានមកធ្វើការឲ្យអត់បានរៀនមូលហេតុអី ta mặc dùng trong tiền này sẽ của người chụp tiền ពេលដែលប្អូនចេញមកពីស្រុកកំណើតឆ្លងដែនមកពីប្រទេសឡាវមកកម្ពុជានេះតើប្អូនមានអារម្មណ៍បែបម៉េចវិញ trong màu xanh ហើយរយៈពេលប្រហែលខែប្រហែលថ្ងៃទៀតបានប្អូនគិតថាត្រឡប់ទៅផ្ទះវិញ hai buồn này thì đọc việnគឺអ្នកណាជូនប្អូនទៅ nhung ơi bồng mà giờ បងមកយកតាមរយៈផ្លូវណាវិញឆ្លងដែនឬក៏បែបណា mơ tâm មកតាមច្រកច្រកអូយើងមានលិខិតចេញចូលហ៎លិខិតចេញចូលគេខាងប្រូតគេឲ្យចេញមកធម្មតាទៅបាទទៅសូមអធិស្ឋាននឹងអភ័យទោសសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះឲ្យខ្ញុំផ្ញើសេចក្តីនឹករលឹកបានបងប្អូនដែលជាជនជាតិឬក៏ជាខ្មែរឬក៏ពូជសាសន៍បាផ្សេងគ្នានេះគឺជាអ្វីដែលទឹកចិត្តបងអូនស្រីបាទតែគាត់បានលើកនិយាយពាក់ព័ន្ធទៅលើក្រុមគ្រួសារតែខ្ញុំមិនចង់និយាយទេបាទប៉ុន្តែបើមិននិយាយវាមិនដឹងសុខទុក្ខរបស់បងអូនតើជួបការលំបាកប៉ុណ្ណាអាយុទើបតែ14ឆ្នាំទេបាទនិរទេសបាទស្រុកកំណើតមករស់នៅឯប្រទេសគេបាទចង់និយាយថាចេញពីស្រុកកំណើតខ្លួនឯងមកនៅប្រទេសកម្ពុជាបាទមិនមែនជាស្រុកកំណើតរបស់ខ្លួនបាទមករកថវិកាដើម្បីចិញ្ចឹមគ្រួសារនេះជារឿងមួយដែលក្មេងដទៃមិនអាចធ្វើបានណាបងប្អូនតូចហើយស្រីទៀតណាបងអូនសង្ឃឹមថាទៅវិញបានចូលរៀនទេអត់សង្ឃឹមមូលហេតុអីបានអត់បានចូលរៀនមកអត់ឲ្យចូលរៀនទេដោយសារកត្តាគ្រួសារហ្នឹងជួបការលំបាកច្រើនពេកអញ្ចឹងណាអញ្ចឹងបានប្រាក់ចំណូលតាំងរហូតមកដល់ពេលនេះតាំងពីថ្ងៃមកហ្នឹងបានប្រហែលហើយអត់ទាន់បានគេអត់ទាន់បើកឲ្យទេឬក៏មិនអញ្ចឹងគ្រាន់តែសរុបក្នុងមួយថ្ងៃអាចរកបានដល់ 50000 អញ្ចឹងហ៎ហើយពេលដែលប្រមូលបានយើងលក់ហ្នឹងណោះអញ្ចឹងសង្ឃឹមថាថ្ងៃ12មុនចូលឆ្នាំខ្មែរហ្នឹងបងអូនត្រឡប់ទៅវិញទៅជួបជុំក្រុមគ្រួសារនៅឯមាតុភូមិប្រទេសវិញមានអីនិយាយទៅកាន់បងប្អូនដែលតូចទេបងនិយាយនឹងមិនទៀតពូសង្ឃឹមថាថ្ងៃទៅមុខបងអូននឹងអាចមានពេលវេលាបាទទៅរៀនវិញណាទៅរៀនវិញយើងសង្ឃឹមថាឪពុកម្ដាយឃើញវីដេអូនេះបាទខុសត្រូវអីបាទសូមចែករំលែកទោះយើងមិនមែនពូជសាសន៍ជាមួយគ្នាតែក៏យើងមានបេះដូងនិងទឹកចិត្តបាទស្រឡាញ់គ្នាដែរខ្ញុំគឺជាកម្ពុជាណាអូនស្រីគឺជាជនជាតិឡាវតែអ្វីដែលខ្ញុំស្រឡាញ់នេះគឺបេះដូងនិងបេះដូងទឹកចិត្តនិងទឹកចិត្តទោះជាពូជសាសន៍រស់នៅប្រទេសខុសគ្នាក៏យើងអាចស្រឡាញ់គ្នានិងពេញចិត្តចូលចិត្តគ្នាបានដែរមិនរើសអើងណាមិនរើសអើងគ្នាត្រូវទេបាទអរគុណច្រើនសម្រាប់វីដេអូមួយនេះហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាជួយចែករំលែកដល់បងស្រីផងឲ្យអ្នកម្ដាយបានឃើញពីកូនស្រីផងបាទក៏សូមទោសបើសិនជាមានកំហុសខុសឆ្គងណាជំរាបលាអរគុណ